អ្វីដែលខ្ញុំចង់និយាយនោះគឺនៅលើโลกនេះអត់មាននរណាមួយដែលមកសប្បាយចិត្តត្រេកត្រអាលជាមួយនឹងមុខរបរការងារលុយកាក់របស់របរប្រើប្រាស់របស់យើងអ្វីដែលយើងមានជាងយើងខ្លួនឯងផ្ទាល់ទេអ្នកទាំងអស់គ្នាដែលចំណាំមើលថាមានប្រមាណដងដែលយើងក្រោកពីដេកមកយើងគិតពីជីវិតអ្នកដទៃអ្នកនេះធ្វើបានប៉ុណ្ណាហើយអ្នកធ្វើបានប៉ុណ្ណាហើយរស់នៅយ៉ាងម៉េចហើយគឺអត់ដែលទេអ្វីដែលយើងគិតដំបូងគេនៅពេលដែលយើងបើកភ្នែកគឺជីវិតរបស់យើងផ្ទាល់ថ្ងៃនេះឯងត្រូវគិតធ្វើអីគេខ្លះតើគួរធ្វើយ៉ាងម៉េចទៀតហើយអ្នកដតីក៏ដូចគ្នាដែរគេមានរឿងផ្សេងដែលគេត្រូវគិតហើយយើងក៏មានរឿងផ្សេងរឿងរបស់យើងដែលយើងត្រូវគិតដែរម្នាក់គឺរស់នៅផ្សេងគ្នាអត់មានពាក់ព័ន្ធគ្នាទេបើសិនជាអ្នកទាំងអស់គ្នាខ្លាចបារម្ភថាអ្នកដតីគិតមកលើយើងគឺអត់មានទេគេរវល់គិតរឿងរបស់គេហើយយើងក៏រវល់គិតរឿងរបស់យើងដូចគ្នាដែរអ្នកគ្នាកុំដាក់សម្ពាធលើខ្លួនឯងកុំព្យាយាមគិតថាអ្នកដតីគេគិតមកលើយើងចេះចោះអត់មានទេគឺមានតែយើងផ្ទាល់ទេដែលគិតមានតែការគិតរបស់យើងទេកំពុងតែគិតខ្លួនឯងគឺអ្នកដតីអត់មានគិតមកលើយើងទេ